ព្រំដែនជ្រៃធំនិងមានសក្តានុពលខ្លាំងបន្ទាប់ពីក្លាយជាច្រកទ្វារអន្តរជាតិមន្ត្រីជំនាញបាននិយាយថាច្រកព្រំដែនអន្តរជាតិជ្រៃធំនឹងមានការវិវត្តក្លាយជាទីក្រុងបន្ទាប់ពីក្លាយជាច្រកទ្វារអន្តរជាតិនាពេលខាងមុខនេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញជាន់ខ្ពស់ប្រចាំខេត្តកណ្ដាលកាលពីពេលកន្លងទៅនេះអនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកបណ្ឌិតវ៉ាន់វ៉ាតបានប្រាប់តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី8ខែមេសានេះថាការអភិវឌ្ឍនៅតំបន់នេះគឺមានការពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំខេត្តដើម្បីជំរុញដល់សេដ្ឋកិច្ចប្រជាជនផងនិងការពាររបងព្រំដែនផងលោកបានបញ្ជាក់ថាកាលពីមុនយើងហាក់មិនទាន់បានគិតគូរលម្អិតទៅលើតំបន់នេះនៅឡើយទេប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រួមជាមួយថ្នាក់ដឹកនាំខេត្តដែលធ្វើការអភិវឌ្ឍតំបន់មួយនេះឲ្យក្លាយទៅជាទីក្រុងដ៏ឆើតឆាយមួយហើយក៏បង្កើនសក្តានុពលតំបន់ជ្រៃធំនេះឲ្យក្លាយទៅជាព្រំដែនអន្តរជាតិដែលមានការដឹកជញ្ជូនយ៉ាងសកម្មលោកបន្តទៀតថាតាមរយៈការកែប្រែទម្រង់របបថ្មីក្រោមការខិតខំពីសំណាក់អភិបាលខេត្តដើម្បីពង្រីកវិសាលភាពពីច្រកទ្វារតំបន់ឲ្យក្លាយជាច្រកទ្វារអន្តរជាតិដែលមានសក្តានុពលកាន់តែខ្លាំងលោកបន្តទៀតថាដូច្នោះការរៀបចំរចនាសម្ព័ន្ធផ្សេងទៀតចាំបាច់ត្រូវបានលើកតម្កើងហើយនៅចំពីមុខរដ្ឋាភិបាលបានអភិវឌ្ឍផ្លូវចំនួន1ខ្សែដែលមានទំហំ50ម៉ែត្រតភ្ជាប់ជាមួយប្រទេសវៀតណាមរួចរាល់ហើយក៏ដូចជាស្ពានមិត្តភាពជ្រៃធំឡុងប៊ីនដែលមានទំហំជាង10ម៉ែត្រនិងប្រវែងជាង200ម៉ែត្រដែលជាច្រកអន្តរជាតិផ្លូវគោកសូមបញ្ជាក់ថាច្រកទ្វារអន្តរជាតិជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលលោកបណ្ឌិតវ៉ាន់វ៉ាតបានបន្តថាទាំងអស់នេះបានបង្កភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូននិងអូសទាញការវិនិយោគមកកាន់តំបន់នេះកាន់តែច្រើនឡើងនិងមានភាពល្អប្រសើរជាងតំបន់ព្រំដែនដទៃទៀតដោយសារតែវាមានចម្ងាយត្រឹមតែប្រមាណជាង60គីឡូម៉ែត្រពីរាជធានីភ្នំពេញហើយវាជាចំណុចតភ្ជាប់ខេត្តចំនួន3រួមមានខេត្តកណ្ដាលខេត្តតាកែវនិងខេត្តព្រៃវែងលោកបន្ថែមថាភាពល្អប្រសើរនៅប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅក្នុងប្លង់គោលទាំងអស់នេះក៏បានជួយជំរុញឲ្យវិស័យដីធ្លីនៅតំបន់នេះមានភាពផុសផុលឡើងគួរឲ្យកត់សម្គាល់ដែលផ្ទុយស្រឡះកាលពីប្រមាណជាង4ឆ្នាំមុនដោយឡែកសម្រាប់ដីដែលនៅផ្លូវតូចឬផ្លូវខាងក្នុងកាលពី4ឆ្នាំមុនមានតម្លៃត្រឹមតែ$10ប៉ុន្តែនៅពេលនេះដីតំបន់ដដែលមានចន្លោះពី$60ទៅ$70ក្នុង1ម៉ែត្រការ៉េហើយចំពោះដីស្រែដែលធ្លាប់មានតម្លៃ$5ក្នុង1ម៉ែត្រការ៉េកាលពី4ទៅ5ឆ្នាំមុននោះពេលនេះអាចលក់រហូតដល់ក្នុងចន្លោះ$40-50ក្នុង1ម៉ែត្រការ៉េ